អ្នកដែលចាប់ផ្ដើមធ្វើ content ដំបូងគាត់ថាតើតើមានកាមេរ៉ាមិនអាចថតបានអញ្ចឹងខ្ញុំយកកាមេរ៉ាមួយទូរស័ព្ទមកថតប្រៀបធៀបអ្នកគ្នាមើលផងដោយសារតែថ្ងៃមុនខ្ញុំធ្វើវីដេអូប្រៀបធៀបមួយនឹង microphone មួយនឹងទូរស័ព្ទបើជ្រុលជាប្រៀបធៀប microphone មួយទូរស័ព្ទហើយខ្ញុំយកកាមេរ៉ាមកប្រៀបធៀបមួយទូរស័ព្ទម្ដងហើយកាមេរ៉ាអ្នកគ្នាកំពុងមើលនេះគឺចេញពីកាមេរ៉ា Sony A7 III ជាមួយនឹងខាងនេះគឺទូរស័ព្ទ iPhone 11 ខ្ញុំមិនដឹងថាទូរស័ព្ទហ្នឹងវាចាញ់កាមេរ៉ាទេ 100% គឺវាចាញ់កាមេរ៉ាស្រាប់ហើយព្រោះ sensor វាខុសគ្នាដាច់ហ្មងប៉ុន្តែអ្នកដែលចាប់ផ្ដើមធ្វើ content ដំបូងគាត់ថាតើតើមានកាមេរ៉ាមិនអាចថតបានអញ្ចឹងខ្ញុំយកកាមេរ៉ាមួយទូរស័ព្ទមកថតប្រៀបធៀបអ្នកគ្នាមើលផងមួយទៀតមូលហេតុដែលខ្ញុំមកនិយាយនេះដោយសារខ្ញុំធ្លាប់ទៅថតនៅក្រៅដែរហើយមិត្តភក្តិខ្ញុំអ្នកនោះគាត់ចង់បានថតមួយកាមេរ៉ាពួកគាត់មានថាថតទូរស័ព្ទដូចវាអត់សមយើងទៅថតអីចឹងណាយើងចង់ថតកាមេរ៉ាយកគុណភាពពេលហ្នឹងក៏ខ្ញុំគិតអញ្ចឹងដែរខ្ញុំគិតថាតើមានកាមេរ៉ាមិនយើងអាចថតបានវា quality វា professional អីចឹងណាប៉ុន្តែមែនតើទៅវាអត់បញ្ហាទេលុះត្រាតែយើងថតគុណឬក៏យើងថតឧទាហរណ៍ខ្ញុំទៅថត product ឲ្យគេឬក៏យើងទៅថតអីដែលយើងអាចថាទៅថតឲ្យ client ឬក៏ថតឲ្យអីអាហ្នឹងយើងត្រូវតែយកកាមេរ៉ាទៅដើម្បីគេយើងទទួលថាវិការពីគេយើងត្រូវតែធ្វើឲ្យគេឲ្យល្អឲ្យ professional ចឹងឯងបើសិនជាតាមកំណត់ខ្ញុំមិនមកខ្វល់ថាទូរស័ព្ទឬក៏កាមេរ៉ាទេហើយរៀមខ្វល់គឺថតឲ្យតែលឺសំឡេងហើយឃើញរូបគឺយើងអាចទទួលយកបានហើយអាហ្នឹងគឺយើងអាចចាប់ផ្ដើមធ្វើ content បានឧទាហរណ៍ដល់ពេលដែលអ្នកនរគ្នាមាន sponsor មានអីទៅយើងអាចទិញកាមេរ៉ាទិញអីយើង update ថែមទៀតប៉ុន្តែបើសិនជាយើងអត់ទាន់មានកាមេរ៉ាព្រោះខ្ញុំដំបូងខ្ញុំគិតថាខ្ញុំពិបាកដែរខ្ញុំអត់ទាន់មានកាមេរ៉ាអត់ទាន់មានកន្លែងថតអីចឹងខ្ញុំអត់ចង់ថតដែរតែដល់ពេលយូរទៅមិនដឹងថាអូយើងខាតពេលមែនតើព្រោះយើងថតទូរស័ព្ទតាំងពីដើមមកខ្ញុំគិតថាខ្ញុំវីដេអូខ្ញុំនឹងមានអ្នកមើលច្រើនហើយនឹងធ្វើបានច្រើនបានអីដែលមានប្រយោជន៍ច្រើនជាងនឹងហើយមិនខុសទេទូរស័ព្ទគឺ sensor វាជាមួយនឹងកាមេរ៉ានេះគឺវាខុសគ្នាដាច់យកហ្មងប៉ុន្តែខ្ញុំនៅតែនិយាយដែរថាខ្ញុំអត់បានប្រៀបធៀបយកឈ្នះយកចាញ់ទេខ្ញុំគ្រាន់តែប្រៀបធៀបថាតើទូរស័ព្ទអាចថតបានអត់វាអត់មានអីខុសទេបើសិនជាអ្នកទាំងអស់គ្នាធ្វើវីដេអូដោយប្រើទូរស័ព្ទឥឡូវដូចស៊េរីខ្ពស់អីខ្ញុំដឹងថាវាកម្រិតខ្លាំងមែនតើអ្នកទាំងអស់គ្នាអាចថតបានបើសិនជាយើងចេះថតចេះកែ color ចេះថែមពណ៌ចេះអីទៀតសឹងតែមើលអត់ដឹងថាអាហ្នឹងថតដោយទូរស័ព្ទឬក៏ថតកាមេរ៉ាបើសិនជាទូរស័ព្ទអ្នកទាំងអស់គ្នាតម្លៃរៀងខ្ពស់ដែរវាដោយយើងម្នាក់ថាថតអាណាវាកាត់ស្រួលជាងវាមានផលប្រយោជន៍ផលប្របាក់ផ្សេងគ្នាឧទាហរណ៍ខ្ញុំថតទូរស័ព្ទនេះខ្ញុំអាចថតឲ្យខ្ញុំផុសភ្លាមខ្ញុំអាចកាត់តភ្លាមនៅក្នុងទូរស័ព្ទឲ្យផុសបានដូច microphone ហើយជាមួយនឹងទូរស័ព្ទដែលខ្ញុំធ្លាប់និយាយអញ្ចឹងហើយបើកាមេរ៉ាយើងនៅ copy យើងនៅដាក់កុំព្យូទ័រយើងនៅអីពិបាកញ៉ៃកាត់តទៀតហើយបើសិនតែយើង copy ពី memory ចូលទូរស័ព្ទក៏យើងនៅតែពិបាក copy ហើយយកមកកាត់ទូរស័ព្ទដែរហើយវីដេអូនេះខ្ញុំអត់ចង់ប្រៀបធៀបអីទេខ្ញុំគ្រាន់តែចង់និយាយថាបើសិនជាអ្នកនេះចង់ប្រាប់ដើមធ្វើ content ទូរស័ព្ទមួយក៏ធ្វើទៅវាអត់មានអីខុសទាស់ទេវាអត់មានអីត្រូវពិបាកទេបើយើងថតបានឲ្យតែឃើញរូបឃើញសំឡេងគឺយើងអាចថតបានហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណអ្នកនាងកុំភ្លេច subscribe ហើយបើកសញ្ញាកណ្ដឹងនេះមួយផងបាយ